ថ្ងៃនេះត្រូវនឹងថ្ងៃប្រហ័សទី 8 ខែឧសភាឆ្នាំ 2025 យើងមករៀនពី 5 ពាក្យនៅក្នុងវចនានុក្រមខ្មែរពេលទី 1 ដែលយើងរៀនអានថានវកម្មមានន័យថាការកែប្រែថ្មីការផ្លាស់ប្ដូរថ្មីការបញ្ចូលថ្មីការតាក់តែងក្នុងអ្វីដែលមានថ្មីហើយពាក្យនេះបើសិនបើប្រើចំពោះអក្សរសិល្ប៍វាមានន័យថាការបង្កើតនៅគំនិតថ្មីទស្សនៈបញ្ហារចនាបថពាក្យពេចន៍ឃ្លាប្រយោគវិធីតែងនិពន្ធផ្លាយពីអ្វីដែលមានរួចហើយក្នុងអក្សរសិល្ប៍សិល្បៈក្នុងជីវភាពសង្គមមនុស្សក្នុងធម្មជាតិឧទាហរណ៍តួអង្គនរសិង្ហក្នុងទេវកថាអវតាររបស់ព្រះវិស្ណុដែលមានខ្លួនជាមនុស្សក្បាលជាសិង្ហជានរកម្មនេះពាក្យទី 1 របស់យើងចូលទៅដល់ពាក្យទី 2 ពាក្យទី 2 អានថាអនុកម្មជានាមសព្ទនៅក្នុងអក្សរសិល្ប៍ការត្រាប់តាមការចម្លងតាមស្នាដៃសិល្បៈអក្សរសិល្ប៍ដែលមានរួចមកហើយរួចត្រូវបានលើកមកពីពណ៌នាបង្ហាញបញ្ចាំងគូឆ្លាក់ឲ្យឃើញឡើងវិញឧទាហរណ៍រឿងល្ខោនអ្នកមានឃ្លានយសជាអនុកម្មស្នាដៃរបស់លោកខ្ញុំប្រហែលជាអានអត់ត្រូវភាសាបារាំងដោយសារអត់ចេះអានហើយខ្ញុំអានតាមមូលយៈក្នុងរឿងលង្លៃចឹងមកឧទាហរណ៍ចូលទៅដល់ពាក្យទី 3 របស់យើងខ្ញុំជ្រើសរើសយកពាក្យខាងលើដោយសារវាជាប់តាក់ទងគ្នាអញ្ចឹងវាស្រួលពាក្យនេះអានថានឹមមិតកម្មអានថានឹមមិតកម្មជានាមសព្ទនៅក្នុងអក្សរសិល្ប៍ការបង្កើតស្នាដៃអក្សរសិល្ប៍សិល្បៈដោយសំយោគរវាងអនុកម្មនិងនវកម្មពាក្យមាញ់យើងរៀនរួចហើយឧទាហរណ៍ក្នុងរឿងកុលាបបៃលិនជានឹមមិតកម្មមួយដែលមានជីវភាពសង្គមនៅបៃលិនជាអនុកម្មនិងទស្សនៈផ្សះផ្សាវណ្ណៈដោយមានអាពាហ៍ពិពាហ៍រវាងកម្មករនិងកូនថៅកែត្បូងជានវកម្មចូលទៅដល់ពាក្យទី 4 អានថាមូលដ្ឋានមនុស្សអានថាមូលដ្ឋានមនុស្សអូខេជានាមសព្ទមានន័យថាមនុស្សដែលមានតម្លៃជាទ្រព្យសំខាន់របស់ប្រទេសជាតិប្រកបដោយសក្តានុពលខាងចំណេះដឹងសមត្ថភាពជំនាញបទពិសោធន៍និងភាពច្នៃប្រឌិតដែលជាធនធានឬជាទុនសម្រាប់អភិវឌ្ឍប្រទេសបានឧទាហរណ៍រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់អាទិភាពខ្ពស់លើការអភិវឌ្ឍមូលធនមនុស្សចូលទៅដល់ពាក្យទី 5 ពេលនេះអានថានឹមមាបនកម្មអានថានឹមមាបនកម្មជានាមមានន័យថាអំពើឬការបង្កើតអ្វីដោយរិទ្ធសិល្បៈផ្នែកខាងការសាងឬតាក់តែងនៅវត្ថុផ្សេងឲ្យបានល្អឆើតឆាយដូចជានិមិត្តឧទាហរណ៍គួរស្ងើចសរសើរនៅនឹមមាបនកម្មនៃប្រាសាទនគរវត្ត